កម្លាំងនគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនមុខសញ្ញាចោរឆក់ចំនួន2នាក់ក្រោយពីធ្វើសកម្មភាពកាលថ្ងៃទី4 ខែឧសភាឆ្នាំ2025វេលាម៉ោង11:20 នាទីព្រឹកនៅចំណុចមុខក្លឹប Ultra ស្ថិតក្នុងក្រុម78ភូមិ14សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញជនសង្ស័យចំនួន2នាក់មានឈ្មោះដូចខាងក្រោមទី1ឈ្មោះគឿនគុណភេទប្រុសអាយុ33ឆ្នាំជនជាតិខ្មែរស្នាក់នៅផ្ទះជួលភូមិដីមកោសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញមុខរបរមិនពិតប្រាកដគ្មានសារធាតុញៀនជាជនដៃដល់និងជាមុខសញ្ញាថ្មីនិងទី2ឈ្មោះលីហ្វាស៊ុយភេទរស់អាយុ32ឆ្នាំជនជាតិខ្មែរឥស្លាមស្នាក់នៅផ្ទះលេខ1005ភូមិ2សង្កាត់ច្រាំងជំរះទី1ខណ្ឌឫស្សីកែវរាជធានីភ្នំពេញមុខរបរមិនពិតប្រាកដមានសារធាតុញៀនជាអ្នកបិទគូតពីក្រោយនិងជាមុខសញ្ញាចាស់សម្ភារៈនិងវត្ថុតាងចាប់យកបានរួមមានម៉ូតូធ្វើសកម្មភាពចំនួន2គ្រឿងម៉ាកស្កុបពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1J4085 និងម៉ាក Honda C125 ពទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ 18243 កូនកាបូបដៃធ្វេអំពីក្រណាត់ប្រភេទចំនួន1ផលនៃបទល្មើសលិខិតឆ្លងដែនចំនួន2ក្បាលកាតការងារជនបរទេសចំនួន1អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋចិនចំនួន3សន្លឹកនិងប័ណ្ណពេកក្បរជនបរទេសចំនួន01បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមុនកសាងសំណុំរឿងនិងបញ្ជូនទៅកាន់សាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី